ព្រឹកមួយខ្ញុំបានចេញដំណើរពីភ្នំពេញស្ពោះទៅកាន់ខេត្តតាកែវ៉ាព្រឹកកំពុងស្ងប់ស្ងាត់ខ្យល់ត្រជាក់បក់មកប៉ះមុខធ្វើឲ្យចិត្តមានអារម្មណ៍ស្រស់ស្រាយតាកែមិនឆ្ងាយទេប៉ុន្តែវាផ្ដល់អារម្មណ៍ខុសប្លែកពីទីក្រុងដ៏មានញឹកពេលទៅដល់ខ្ញុំឃើញវាលស្រែបៃតងលាតសន្ធឹងពេញភ្នែកទឹកលិចព្រះអាទិត្យចាំងលើផ្ទៃទឹកធ្វើឲ្យទេសភាពកាន់តែស្រស់ស្អាតខ្ញុំបានឈប់សម្រាកនិងស្រូបយកខ្យល់បរិសុទ្ធដូចជាការដោះលែងភាពតានតឹងទាំងអស់ចេញពីជីវិតបន្ទាប់មកខ្ញុំបានបន្តទៅកាន់ទីតាំងប្រវត្តិសាស្ត្រដល់បីមួយគឺប្រាសាទភ្នំដានៅទីនោះខ្ញុំបានឃើញសំណង់បុរាណដែលសល់ពីសម័យចាស់ដែលបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរការឡើងភ្នំតូចកាន់ប្រាសាទធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកំពុងធ្វើដំណើរទៅរកអតីតកាលបានដំណើរទៅទៀតខ្ញុំបានទៅកាន់ប្រាសាទតាកែវដែលជាទីកន្លែងមានអត្តសញ្ញាណខ្មែរនិងស្ថាបត្យកម្មបុរាណដ៏